សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយគាំទ្របើមិនទាន់បាន Subscribe សូមជួយចុច Subscribe ដើម្បីបានវីដេអូដែលខ្ញុំធ្វើពីនេះពីនោះដូចជារឿងកំ pl ែងរឿងប្លែករឿងកំសត់ព័ត៌មានបន្តិចបន្តួចដូចវីដេអូនេះអញ្ចឹងណាដើម្បីចែករំលែកដល់បងប្អូនជាព័ត៌មាននិងស្ដាប់កម្សាន្តបាទសូមអរគុណនៅក្នុងឧបហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្មេងប្រុសជំទង់អាយុ13ឆ្នាំជនជាតិអាហ្គានីស្ថានបានលាក់ខ្លួនពួននៅកន្លែងកង់យន្តហោះហើយធ្វើដំណើរមកដល់ប្រទេសឥណ្ឌាដោយជាអភូតហេតុក្មេងប្រុសនោះបានរស់រានមានជីវិតតើក្មេងនោះធ្វើដូចម្ដេចបានជានៅរស់រានមានជីវិតប៉ុន្តែមាន3ករណីផ្សេងទៀតដែលអ្នកទាំងនោះមិនមានសំណាងដូចក្មេងនោះទេដូចជានៅរដ្ឋ Florida រដ្ឋ Hawaii នៅប្រទេសអង់គ្លេសជាដើមនៅខែមករាឆ្នាំ2025សមត្ថកិច្ចក៏បានឃើញមនុស្ស3នាក់បានស្លាប់នៅក្នុងបន្ទប់ដាក់កង់យន្តហោះដែរនិងខែមិថុនាឆ្នាំ2015ក៏មានករណីមួយកើតឡើងនៅក្នុងប្រទេសអង់គ្លេសដែលធ្វើឲ្យបុរសម្នាក់ធ្លាក់ពីលើកង់យន្តហោះស្លាប់និងមួយនាក់ទៀតរបួសជាទម្ងន់ឥឡូវខ្ញុំចាប់ផ្ដើមនិយាយអំពីរឿងក្មេងអាយុ13ឆ្នាំនឹងមុនសិនដែលរឿងនេះទើបតែកើតឡើងថ្មីប្រហែលថ្ងៃកន្លងមកនេះក្មេងម្នាក់ហ្នឹងគឺជាជនជាតិអាហ្គានីស្ថានបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនៃអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Delhi នៃប្រទេសឥណ្ឌាជាខ្លាំងបន្ទាប់ពីបានលួចចូលពួននៅក្នុងកង់យន្តហោះដែលហោះមានកម្ពស់រហូតដល់ 36,000 feet ឯណោះនិងសីតុណ្ហភាពធ្លាក់ចុះទៅក្រោម0ឯខ្យល់អុកស៊ីហ្សែនវិញក៏មានបន្តិចបន្តួចដែរចម្ងាយរវាងពីទីក្រុងកាប៊ុលនិងទីក្រុង Delhi នៃប្រទេសឥណ្ឌាគឺមានប្រហែលជា1000គីឡូម៉ែត្រដែលស្មើនឹង620ម៉ៃហើយការហោះហើរត្រូវចំណាយពេលប្រហែល1ម៉ោងកន្លះក្មេងនោះបានបង្លំខ្លួនជាមួយអ្នកដំណើររួចហើយគេចខ្លួនលួចចូលទៅពួននៅក្នុងបន្ទប់កង់យន្តហោះនៅឯអាកាសយានដ្ឋានអន្តរជាតិមួយក្នុងទីក្រុងកាល់ប៊ុលនៃប្រទេសអាហ្គានីស្ថានដែលសង្ឃឹមថានឹងបានទៅដល់ប្រទេសណាដែលអាចផ្ដល់ជីវិតគាត់ប្រសើរជាងការរស់នៅក្រោមអំណាចផ្ដាច់ការរបស់ពួកតាលីបង់ហើយយើងទាំងអស់គ្នាក៏ធ្លាប់ឃើញរូបភាពជាច្រើនដែលនៅឆ្នាំ2021ពេលដែលកងទ័ពរបស់សហរដ្ឋអាមេរិកដកចេញពីប្រទេសអាហ្គានីស្ថានដែលមានប្រជាពលរដ្ឋអាហ្គានីស្ថានជាច្រើនតោងកង់យន្តហោះរបស់កងទ័ពអាកាសអាមេរិកដល់ពេលយន្តហោះហោះឡើងខ្ពស់បន្តិចមកមនុស្សទាំងអស់នោះក៏បានធ្លាក់ចុះមកដល់ដីស្លាប់ទាំងអស់ដែលខ្ញុំគិតឃើញថាតម្លៃសេចក្តីសង្ឃឹមគឺខ្ពស់ណាស់ហើយនៅឆ្នាំ2023ក៏មានមនុស្សម្នាក់បានលាក់ខ្លួនជាមួយនឹងកង់យន្តហោះដែលត្រូវហោះចេញពីប្រទេសអាជីរ៉ាទៅទីក្រុងប៉ារីសទោះបីជាមានធាតុអាកាសត្រជាក់និងខ្យល់អុកស៊ីហ្សែនតិចក៏ដោយគាត់បានរស់រានមានជីវិតដែលជាដំណើរមួយដោយអភូតហេតុកងកម្លាំងសន្តិសុខនៅប្រលានយន្តហោះ Delhi ប្រទេសឥណ្ឌាបានឲ្យដឹងថាក្មេងប្រុសដែលអាជ្ញាធរប៉ាន់ស្មានថាអាយុប្រហែល13ឆ្នាំត្រូវបានគេរកឃើញថាកំពុងតែដើរចុះដើរឡើងនៅក្បែរយន្តហោះដែលទើបតែចុះចតកាលពីព្រឹកថ្ងៃអាទិត្យនេះពេលដែលអាជ្ញាធរបានសាកសួរក្មេងនោះគាត់បាននិយាយថាគាត់មកពីតំបន់ខុនដោះនៅភាគខាងជើងប្រទេសអាហ្គានីស្ថានហើយគាត់បានធ្វើដំណើរមកទីនេះដោយលាក់ខ្លួននៅកណ្ដាលកង់យន្តហោះផ្នែកខាងក្រោយនៃក្រុមហ៊ុនរបស់យន្តហោះមួយឈ្មោះ Cam Airlines ដែលគាត់មានបំណងចង់ភៀសខ្លួនទៅប្រទេសអ៊ីរ៉ង់ប៉ុន្តែគាត់មិនដឹងជើងយន្តហោះនោះធ្វើដំណើរទៅប្រទេសឥណ្ឌាសោះបន្ទាប់ពីសាកសួរសពគ្រប់រួចហើយប៉ូលីសអន្តោប្រវេសន៍ប្រទេសឥណ្ឌាក៏បានបញ្ជូនក្មេងនោះត្រឡប់ទៅប្រទេសអាហ្គានីស្ថានវិញតាមជើងយន្តហោះដែលគាត់លាក់ខ្លួននៅក្នុងកង់យន្តហោះនោះប៉ុន្តែពេលនោះគឺគាត់បានធ្វើដំណើរនៅក្នុងយន្តហោះវិញទោះបីជាយ៉ាងណាក៏យើងមិនដឹងថាវាសនារបស់គាត់យ៉ាងម៉េចដែរពេលដែលគាត់ទៅដល់ប្រទេសគាត់វិញពីព្រោះពួកតាលីបង់សម្លាប់មនុស្សផុយណាស់ដោយការសម័យប៉ុលពតយើងអញ្ចឹងការលាក់ខ្លួនជាមួយកង់យន្តហោះគឺជាគំនិតដ៏ទូទៅបំផុតដែលប្រើដោយមនុស្សជាច្រើន
ក៏ប៉ុន្តែគឺមានគ្រោះថ្នាក់ហើយភាគច្រើនគឺមិនរស់រានមានជីវិតឡើយហើយក៏មានករណីពីរទៀតនៅក្នុងសហរដ្ឋអាមេរិកនេះយោងទៅតាមរបាយការណ៍បានឲ្យដឹងថាមនុស្ស2នាក់ត្រូវបានសមត្ថកិច្ចប្រទះឃើញស្លាប់នៅក្នុងបន្ទប់ដាក់កង់យន្តហោះពាណិជ្ជកម្មរបស់ JetBlue ដែលបានចុះចតកាលពីល្ងាចថ្ងៃច័ន្ទក្នុងរដ្ឋ Florida នៅដើមខែមករាឆ្នាំ2025ពេលយន្តហោះនោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale Hollywood បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅទីក្រុង New York ក្រុមហ៊ុន JetBlue បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសាកសពត្រូវបានរកឃើញក្នុងកំឡុងពេលជួសជុលយន្តហោះក្រោយការហោះហើររួចជនរងគ្រោះទាំងពីរនាក់នោះមួយមានភេទប្រុសអាយុ18ឆ្នាំឈ្មោះ Lucy និងម្នាក់ទៀតអាយុ16ឆ្នាំឈ្មោះ Castillo ភេទប្រុសអ្នកទាំងពីរជាជនអន្តោប្រវេសន៍មកពីប្រទេសអាមេរិកខាងត្បូងការរកឃើញសាកសពទាំងពីរបានកើតឡើងពីសប្តាហ៍ក្រោយបន្ទាប់ពីមានមនុស្សម្នាក់ទៀតត្រូវបានគេរកឃើញថាស្លាប់នៅក្នុងថ្ងៃបុណ្យណូអែលនៅក្នុងបន្ទប់ដាក់កង់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរ United Airlines ដែលបានចុះចតនៅរដ្ឋ Hawaii ដែលមិនទាន់បានបញ្ជាក់ថាមូលហេតុអ្វីទេហើយនៅឆ្នាំ2015ក៏មានករណីមួយបានកើតឡើងដែរនៅក្នុងប្រទេសអង់គ្លេសដែលជនរងគ្រោះត្រូវបានប្រទះឃើញស្លាប់នៅលើដំបូលអគារការិយាល័យមួយកាលពីព្រឹកថ្ងៃប្រហ័សទី19ខែមិថុនាឆ្នាំ2015ដែលត្រូវបានគេជឿថាបុរសនោះបានតោងជាប់នឹងកង់យន្តហោះហើយបានធ្លាក់ស្លាប់គណៈពេលដែលម្នាក់ទៀតរងរបួសហើយព្យាបាលនៅមន្ទីរពេទ្យបុរសទាំងពីរនាក់នោះត្រូវបានគេជឿថាបានពួននៅក្នុងបន្ទប់កង់យន្តហោះរបស់ក្រុមហ៊ុន British Airways ជនរងគ្រោះត្រូវបានគេឃើញនៅលើដំបូលទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនមួយនៅក្នុងទីក្រុង Richmond នៅម៉ោងប្រហែលជា 9:30 នាទីកាលពីថ្ងៃប្រហ័សឯបុរសដែលរងរបួសមានសភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុរសដែលរស់រានមានជីវិតដែលត្រូវគេបានជឿថាមានអាយុ24ឆ្នាំហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភាគខាងលិចនៅទីក្រុង London រដ្ឋបាលអាកាសចរសហព័ន្ធបាននិយាយនៅក្នុងឆ្នាំ2019ថាមានមនុស្សជាង 70% ដែលបានប៉ុនប៉ងជិះយន្តហោះដោយពួននៅជាមួយនឹងកង់យន្តហោះត្រូវបានបាត់បង់ជីវិតជារឿយៗអ្នកដែលលាក់ខ្លួននៅបន្ទប់ដាក់កង់យន្តហោះនោះត្រូវបានស្លាប់ដោយការគៀបនឹងកង់យន្តហោះដែលជាកន្លែងមិនធំជាងតួរថយន្តទេហើយនៅពេលដែលយន្តហោះនោះកំពុងតែហោះឡើងដល់កម្ពស់ខ្ពស់កម្រិតអុកស៊ីហ្សែនមានកម្រិតទាបដែលធ្វើឲ្យអ្នកដែលពួននៅក្នុងបន្ទប់នោះអាចសន្លប់ហើយកំឡុងពេលដែលហោះហើរនឹងផងដែរសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងដែលអាចធ្វើឲ្យកករឹងហើយមានខ្យល់ព្យុះផងដែរបាទបងប្អូនចំពោះជនរងគ្រោះដែលបានស្លាប់នៅក្នុងប្រទេសអង់គ្លេសនិងនៅសហរដ្ឋអាមេរិកដោយសារតែពួននៅក្នុងបន្ទប់កង់យន្តហោះគឺជាមនុស្សល្ងង់ណាស់ដែលសុខចិត្តយកជីវិតមកលេងសើចដោយមិនចង់ចំណាយប្រាក់ទិញសម្បុត្រយន្តហោះចុងក្រោយគឺស្លាប់ទាំងអស់ហើយក្មេងដែលលាក់ខ្លួនពួននៅក្នុងបន្ទប់កង់យន្តហោះវិញគឺគាត់ចង់រត់ភៀសខ្លួនចេញពីប្រទេសអាហ្គានីស្ថានដែលជាប្រទេសមួយដ៏ក្រីក្រនិងប្រទេសមួយដែលប្រើអំណាចផ្ដាច់ការហើយជាសំណាងរបស់គាត់ដែរដែលគាត់មិនធ្លាក់ឬក៏ស្លាប់ហើយបានធ្វើអំណើរហូតទៅដល់គោលដៅរបស់គាត់ប៉ុន្តែជាអកុសលគាត់ត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេសដើមរបស់គាត់វិញហើយវាសនារបស់គាត់ក៏មិនដឹងជាយ៉ាងម៉េចដែរពីព្រោះប្រទេសអាហ្គានីស្ថានដែលដឹកនាំដោយពួកតាលីបង់គឺអាចសម្លាប់គាត់ចោលដូចយើងចំនួនខ្មែរក្រហមអញ្ចឹងបាទបងប្អូនយល់យ៉ាងណាសូមឲ្យយោបល់ហើយយើងនឹងនៅជួបគ្នានៅវីដេអូថ្មីៗនៅថ្ងៃក្រោយទៀតបាទសូមអរគុណបងប្អូន